នាឡិកាយើងគឺអស់វល់អស់ពេបានទិញចិត្តយើងត្រូវធ្វើម៉េចឥឡូវយើងសាកវាទៅមុនសាកយើងកាច់ចំក្លិចបិទលីបតែយើងសាកកើតអត់ឥឡូវយើងសាកអានេះចេញ5វ៉ុលអានេះថ្មនេះ3វ៉ុលអញ្ចឹងយើងត្រូវប្រើរេស្តង់ហើយប្រើអំពូលសម្រាប់សញ្ញាសម្គាល់អញ្ចឹងយើងធ្វើចេះនេះអានេះគឺ2.2 អូមហើយវាជារេស្តង់ណា2.2 អូមអញ្ចឹងយើងដាក់យោតអំពូលយោតពន្លឺដើម្បីសម្គាល់ថាវាសាកអញ្ចឹងយើងដាក់បែបនេះអញ្ចឹងកន្លែងនេះគឺជាអាគុយបោកអូខេអាគុយបោកទៅអញ្ចឹងអានេះគឺចូល5វ៉ុលចូលអញ្ចឹងវាឆ្លងកាត់រេស្តង់នេះហើយចូលមកហើយអានេះដកអានេះចូលមកដកចូលអានេះបោកចូលអូខេបោកចូលទៅអញ្ចឹងអានេះអាគុយណាអានេះបែតធីរី3វ៉ុលអូខេបែតធីរី3វ៉ុលអញ្ចឹង5វ៉ុលចូលដកបែតធីរីហើយ5វ៉ុលនេះចូលមកបូកបែតធីរីអូខេអញ្ចឹងអំពូលនេះភ្លឺណាភ្លឺពេលដែលវាចូលដល់អាគុយអាដកនេះលោតមកដកនេះវាមកចូលតាមនេះមកដកនេះអូខេថ្មដែលអស់ភ្លើងគឺមានដកនៅកន្លែងបូកអញ្ចឹងពេលដែលថ្មពេញអំពែពេញអញ្ចឹងកន្លែងបូកនេះលែងមានវ៉ុលដកហើយអូខេមានវ៉ុលដកនៅកន្លែងភ្លើងបូកនេះទើបអំពូលនេះភ្លឺអញ្ចឹងពេលដែលវាចូលពេញអំពូលនេះវានឹងរលត់ទៅវិញកប៉ុកហើយបើសិនតែយើងយល់អំពីអាកប៉ុកនេះបានតែយើងទៅធ្វើអាធំដុំកើតអូខេខាងអត់ពុលគឺបូកហើយចេះមកអញ្ចឹងដកយើងយកដករបស់កង់ដងនេះឯងអូខេហើយយើងយកដាក់មួយដកថ្មនេះមកយើងទិញអាថ្មបញ្ចូលកើតហ្នឹងទិញអាថ្មដែលបញ្ចូលបានយើងយកមកពេលវាអស់ភ្លើងយើងបញ្ចូលវាទៅអញ្ចឹងយើងរៀបចំបែបនេះគឺអត់ភ្លឺទេឃើញទេឥឡូវយើងដោតភ្លើងបញ្ចូលវាដោតភ្លើងហើយយើងដោតភ្លើងបញ្ចូលវាមកបើវាភ្លឺបានតែវាចូលថ្មបើថាវាអត់ភ្លឺទេគឺវាអត់ចូលទេអូខេចូលហើយណាអញ្ចឹងកាលណាដែលវាពេញវានឹងរលត់ហើយរលត់តិចដល់ឃើញណាអញ្ចឹងវាពេញហើយវាចាប់ផ្ដើមរលត់ភ្លើងអូខេយើងទុកគាត់សាក់ភ្លើងអញ្ចឹងទៅមានស្អីពិបាកហើយយើងដាក់ក្រោបវាវិញមកគឺជាងអាងយកលុយហ្នឹងអស់ថ្មនាឡិកាថែមតម្លៃមានថ្មនាឡិកាមួយហើយក៏ហៅគេថាព្រីទៀតបោះមើលអូខេហើយយើងសេរីមក